ទោះបីជាខ្ញុំដឹងថាអ្នកនឹងអេនមិនមានទំនាក់ទំនងល្អអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏បញ្ហានេះជាព្រឹត្តិការណ៍ពេញមួយជីវិតប្រហែលជាអ្នកគូគោរពយោបល់របស់ Broken Water ព្រោះរឿងនេះតាក់ទងនឹងរឿងខូចមាត់អមតៈខ្ញុំក្នុងនាមជាបងប្អូនត្រូវគិតបន្ថែមទៀតស៊ូគីមានអាយុត្រឹមតែ19ឆ្នាំប៉ុណ្ណោះគាត់មិនទាន់បានបញ្ចប់មហាវិទ្យាល័យនៅឡើយទេហើយបានមើលឃើញទេសភាពកាន់តែច្រើននិងបង្កើតគំនិតផ្ទាល់ខ្លួនរបស់គាត់អំពីជីវិតខ្ញុំមិនចង់ឲ្យគាត់ត្រូវក្នុងការសម្រេចចិត្តបងប្រុសពេញមួយជីវិតរបស់គាត់យ៉ាងប្រញាប់បែបនេះស្នេហាមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតមុននឹងជីវិតនេះទេដើម្បីសង្គ្រោះបងប្រុសខ្ញុំមិនមានពេលវេលាដើម្បីមើលលទ្ធភាពក្នុងជីវិតរបស់ខ្ញុំទេហើយតាមខ្ញុំដឹងឧស្សាហកម្មបច្ចុប្បន្នរបស់អ្នកភាគច្រើនគឺនៅបរទេសខ្ញុំយល់ពីអ្នកវាមិនអាចទៅរួចទេដែលអ្នកបោះបង់អាជីពរបស់អ្នកហើយត្រឡប់ទៅប្រទេសចិនវិញខ្ញុំមិនចង់ឲ្យស៊ួយតាមអ្នកទៅកន្លែងមួយដែលនាងមិនស្គាល់ហើយខ្ញុំក៏មិនចង់ឲ្យនាងត្រូវរងចាំអ្នកត្រឡប់មកវិញដែរដូច្នេះមុននឹងដឹងថាអនាគតរបស់អ្នកនៅទីណាខ្ញុំនឹងមិនយកទឹកដែលខូចនោះទៅជូនពូនិងមីងរបស់អ្នកឡើយខ្ញុំចេញទៅមុនកុំបារម្ភស៊ួយខេតំណែងកូនប្រសាររបស់គ្រួសារយើងនឹងក្លាយជារបស់អ្នកជានិច្ចវាមិនមានបញ្ហាទេនៅពេលដែលអ្នកមានគម្រោងទទួលតំណែងជាផ្លូវការគុំសម្រាប់ដោយសារតែសម្ពាធនៃព្រឹត្តិការណ៍ថ្ងៃនេះយើងនឹងតាមដានមើលអាយ៉ាងនេះឲ្យអ្នកភ្លាមបន្ទាប់ពីត្រឡប់មកពីគ្រួសារយើងវិញរួចបានប្រាប់ខ្ញុំថាយើងសងយើងបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំត្រូវបានធ្វើម្ដងទៀតនៅផ្ទះជាមួយចៅគ្រូទោះបីជាមិនមានដំណើរការសម្រាប់វាក៏ដោយមិនថាខ្វល់ខ្វាយពីរឿងរបស់បងប្រុសប៉ុណ្ណាក៏ដោយយើងសងយើងតែងតែមានអារម្មណ៍ទេក្នុងចិត្តគាត់មិនដឹងថាត្រូវផ្ញើសារបែបណាលោកឆៅសូមថែរក្សាឯកសារទាំងនេះមិនអីទេខ្ញុំនឹងដោះស្រាយជាមួយពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលោកឆៅពេលនេះម៉ោង 12 ទៅហើយវាគួរតែជាពេលសម្រាប់អាហារថ្ងៃត្រង់អ្នកមិនចាំបាច់ដោះស្រាយវាដោយប្រញាប់ប្រញាល់បែបនេះទេវាមិនអីទេខ្ញុំមិនមានអ្វីត្រូវធ្វើទេខ្ញុំនឹងទៅធ្វើការទាន់ពេលដើម្បីកុំឲ្យបងប្អូនខ្ញុំចាំបាច់លោកចៅស្បែកមុខរបស់អ្នកមើលទៅមិនល្អប៉ុន្មានទេដូច្នេះអ្នកគួរសម្រាប់បន្តិចសិនតើវាធ្ងន់ធ្ងរទេបាទខ្ញុំនឹងមិនរំខានអ្នកទេសូមយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកតើខ្ញុំពិតជាទន់ខ្សោយមែនទេមុខខ្ញុំពិតជាស្លេកបន្តិចហេតុអ្វីបានជាខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តនាពេលថ្មីនេះអ្នកមានទេពកោសល្យជាច្រើនដឹងពីរបៀបផ្ញើសារមកខ្ញុំមិនដឹងថាអាកាសធាតុនៅថែងឆេងទេប៉ុន្តែអាកាសធាតុរបស់ខ្ញុំគឺមិនសូវល្អថ្ងៃនេះទេលោកជេងតើលោកពិតជាសុខចិត្តឲ្យលោកជេងបោះបង់ចោលទីផ្សារក្រៅប្រទេសដែលបានចំណាយពេល3ឆ្នាំដើម្បីដណ្ដើមយកលោកប្រសិនបើអ្នកសួរខ្ញុំសំណួរនេះកាលពី1 ខែមុនខ្ញុំនឹងប្រាប់អ្នកដោយមិនស្ទាក់ស្ទើរថាខ្ញុំមិនចង់ធ្វើដូច្នេះទេប៉ុន្តែឥឡូវនេះខ្ញុំមានរបស់ដែលខ្ញុំចង់ទទួលបាននឹងការពីច្រើនជាងអំណាចនិងលុយខ្ញុំយល់ថាខ្ញុំបានធ្វើតាមការណែនាំរបស់អ្នកហើយបានទិញសម្បត្តិដើម្បីត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃស្អែកល្អណាស់មកខ្ញុំមិនដែលគិតថាលោកជៀងនឹងមានថ្ងៃដូចជាធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេចាំមើលលោកជៀងតើលោកចង់ជួបខ្ញុំដើម្បីអ្វីទៀតតើអំណោយប្រភេទណាដែលស័ក្តិសមសម្រាប់បុរសដើម្បីនាំយកទៅឲ្យមិត្តស្រីរបស់គាត់ក្នុងដំណើរអាជីវកម្មប្រហែលជាកាបូបគ្រឿងអលង្ការទឹកអប់ជាដើមក្មេងស្រីចូលចិត្តទាំងនេះសូម្បីព្រះអាទិត្យក៏ដឹងថាត្រូវទៅផ្ទះពេលលិចប៉ុន្តែអ្នកណាមិនប្រញាប់ទៅផ្ទះទេតើការវិភាគរបស់ខ្ញុំសម្រាប់ថ្ងៃស្អែកជាអ្វីប្រហែលជាមានការប្រជុំផ្ទៃក្នុងរបស់ប្រធាននាយកដ្ឋាននៅម៉ោង 9 ព្រឹកស្អែកបន្ទាប់ពីការប្រជុំ1 ម៉ោងកន្លះខ្ញុំនៅមានពេលទំនេរ2 ម៉ោងបូករួមនឹងការសម្រាកអាហារថ្ងៃត្រង់វាគ្រប់គ្រាន់ក្នុងការទៅយកអ្នកនៅប្រលានយន្តហោះមែនទេស៊ុយមុខឡើងក្រហមម្លេះទេវាគ្មានអ្វីសោះមិនអីទេលោកនាយករងបាននិយាយថាថ្មីនេះអ្នកបានធ្វើការខ្លាំងពេកហើយបារម្ភពីសុខភាពខ្ញុំឃើញថាមុខរបស់អ្នកមានពណ៌ផ្កាឈូកមិនដូចលោកខរូទេពិតណាស់មិនមានអ្វីខុសជាមួយខ្ញុំទេខ្ញុំមានសុខភាពល្អនោះជាការល្អខ្ញុំមានការណាត់ជួបជាមួយលោកវ៉ាងពីធនាគារនៅថ្ងៃស្អែកអំពីក្រុមហ៊ុនវីកូនកូវាអស្ចារ្យណាស់សម្រាប់អ្នកខ្ញុំអាចលួចទៅយកបងប្រុសជាងសងយានហើយខ្ញុំមិនដឹងទេល្អហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាក្បាលខ្ញុំធ្ងន់ម្ល៉េះបងប្រុសជេននៅទីនេះមិនក៏មិនគិតពីខ្ញុំច្រើនម្ល៉េះនិយាយអីចឹងហេតុអ្វីបានជាអ្នកត្រឡប់មកវិញភ្លាមតើពេលណាដែលអ្នកមិនចាក់ចេញខ្ញុំនឹងមិនត្រឡប់ទៅវិញទេបន្ទាប់ពីអ្វីទាំងអស់នៅទីនោះត្រូវបានយកចិត្តទុកដាក់តើវាអាចទៅរួចដោយរបៀបណាដែលឧស្សាហកម្មធំដូចជារបស់អ្នកអាចបញ្ចប់ក្នុងរយៈពេល3ថ្ងៃ